សាច់រឿងយើងចាប់ផ្ដើមមកដំបូងមកយើងបានឃើញម្ដងបាននិយាយទៅក្រុមឃាតករមួយក្រុមថាពួកឯងមកទីនេះដើម្បីងាប់មែនទេហើយគាត់បាននិយាយទៀតទៅថានេះមែនទេជាក្រុមឃាតករល្បីជាងគេនៅក្នុងទីក្រុងមួយឃាតករនោះបានស្រែកឡើងថាថ្ងៃនេះពួកយើងនឹងដណ្ដើមយករបស់នោះទៅឲ្យបានពេលនោះពួកគេបានបើកការវាយប្រហារគ្នាធ្វើឲ្យកន្លែងនោះផ្ទុះជាខ្លាំងសាច់រឿងយើងបានកាត់ចេញពីកន្លែងទូតប្រុសរបស់យើងប្រយុទ្ធជាមួយក្រុមឃាតករចូលមកក្នុងសម័យបុរាណវិញហើយយើងបានឃើញហើយថាមាននារីម្នាក់កំពុងកោះហៅអ្វីមួយក្នុងនាមខ្ញុំដែលជាអ្នកកោះហៅវិញ្ញាណនោះសូមឲ្យវិញ្ញាណពិភពផ្សេងដែលស្ម័គ្រចិត្តមកធ្វើជាអ្នកបម្រើរបស់ខ្ញុំបានឃើញហើយថាការកោះហៅរបស់នាងពិតជាជោគជ័យមែនដែលបានលេចឡើងបរិះម្នាក់ពាក់អាវពណ៌ក្រហមនៅទីស្រាប់តែបរិះម្នាក់នោះបានដឹងខ្លួនហើយបើកភ្នែកងាកឆ្វេងងាកស្ដាំគាត់ពិតជាមានការភ្ញាក់ផ្អើលមែនទែនថាកន្លែងនេះនៅទីណាហេតុអ្វីបានជាវាពិតជាបុរាណម្ល៉េះបរិះម្នាក់នេះគឺទូប្រុសរបស់យើងនឹងហើយគាត់គឺឈ្មោះថាសៀវធាននៅក្នុងពិភពលោកនេះតែពិភពលោកនោះអត់ដឹងថាគាត់ឈ្មោះអីទេសៀវធានបាននិយាយថាមិញហ្នឹងខ្ញុំមិនមែនត្រូវគេឡំពាត់ឬក្រុមឃាតករមុននឹងឡំពាត់ទេហេតុអ្វីបាននេះខ្ញុំនៅទីកន្លែងនេះឬមួយក៏ខ្ញុំឆ្លងភពហើយយើងបានឃើញហើយថានារីដែលកោះហៅទូប្រុសរបស់យើងនោះឈ្មោះថាស៊ីរូយាននាងបាននិយាយទៀតហើយថាគ្រាន់តែជាមនុស្សប្រុសសាមញ្ញឬធម្មតាម្នាក់ដែលគ្មានថាមពលអស្ចារ្យអ្វីសោះសៀវធានយើងបានលាន់មាត់ថាអីគេហ្នឹងទូប្រុសយើងបានលាន់មាត់ថាពិតជាស្រីស្អាតមែននិងទម្រង់មុខដ៏ស្រស់ស្អាតទាំងនេះភាពអស្ចារ្យនេះរៀងរៅដ៏សាឡូនស្អាតនិងអារម្មណ៍មានអំណាចបែបនេះតួឯកស្រីយើងបានគិតក្នុងចិត្តថាមិនអីទេបែបនេះក៏មិនអាក្រក់ដែរជួយកាត់បន្ថយការលំបាករបស់ខ្ញុំបានខ្លះតួឯកប្រុសយើងបានសួរទៅតួឯកស្រីថាតើអ្នកជាអ្នកណាហើយខ្ញុំកំពុងស្ថិតនៅកន្លែងណាទូស្រីយើងបានឆ្លើយថាខ្ញុំគឺជារាជិនីនៃរាជវង្សអណ្ដាតភ្លើងហើយចាប់ពីថ្ងៃនេះតទៅលោកគឺជាស្វាមីរបស់ខ្ញុំបន្ទាប់ពីទូស្រីយើងនិយាយអញ្ចឹងហើយដែលធ្វើឲ្យទូប្រុសយើងបែកងាងម្ដាយឆ្ងល់ថាចុះខ្ញុំទៅឆ្លងភពមកក៏ជាប្តីរបស់គេម្ដាយទូស្រីយើងបាននិយាយថាខ្ញុំគឺជារាជិនីនៃរាជវង្សអណ្ដាតភ្លើងទូស្រីយើងបាននិយាយទៀតតាមពិតទៅថាមពលរបស់ខ្ញុំគឺមិនទាន់ស្ថិតស្ថេរនៅឡើយទេលើសពីនេះទៅទៀតពួកមន្ត្រីនៅវិជានរាជកំពុងតែទាមទារឲ្យខ្ញុំរៀបការខ្ញុំមិនចង់រងការគៀបសង្កត់ពីពួកគេឡើយតួស្រីយើងបាននិយាយមកទៀតថាមិនតែប៉ុណ្ណោះការក៏ហៅលោកមកទីនេះដើម្បីធ្វើជាខែលការពារខ្ញុំពីការប្រឆាំងរបស់ពួកគេគឺជារឿងចៃដន្យសុទ្ធសាធប៉ុន្តែតួស្រីយើងរកនិយាយបន្តទៀតហើយតួប្រុសយើងបាននិយាយកាត់នាងថាវាពិតជាការពិតមែនទេដែលថាខ្ញុំនឹងមិនចាំបាច់ធ្វើអ្វីទាំងអស់ក្រៅពីចាំការពីរៈនិងដេកស៊ីតួស្រីយើងបាននិយាយថាត្រូវហើយស្រាប់តែពេលនោះតួប្រុសយើងបែកបាក់មែនទែនតួប្រុសយើងបាននិយាយទៅតួស្រីថាបើអញ្ចឹងហើយចាំការទៀតតោះពួកយើងចាប់ផ្ដើមឥឡូវនេះទៅតួប្រុសរបស់យើងបាននិយាយទៅតួស្រីថាអូនតម្លាញឲ្យឯងចាប់អង្គុយទីនេះតួស្រីយើងបាននិយាយកាត់ទៅតួប្រុសយើងថាខ្ញុំសូមទោសផងប៉ុន្តែយើងមិនអាចបំពេញតួនាទីជាប្រពន្ធរបស់លោកនៅពេលនេះបានទេតែខ្ញុំអាចសន្យាឲ្យនៅជីវិតមួយដែលសុខស្រួលមានភាពកង្វល់និងពោរពេញទៅដោយភាពស៊ីវិល័យនិងការរស់នៅដោយសុខស្រួលហើយខ្ញុំនឹងគិតរកវិធីដោះស្រាយជាមួយចិញ្ចៀននិងកិច្ចសន្យានិងវេទមន្តកោះហៅសម្រាប់អ្នកស្រាប់តែពេលនោះយើងបានឃើញអ្នកក្រាបបង្គំរបស់រាជិនីយើងមកកោះហៅតួឯកស្រីរបស់យើងដើម្បីទៅពិភាក្សារឿងអ្វីមួយបន្ទាប់ពីតួស្រីយើងបានចេញទៅតួប្រុសយើងបានគិតក្នុងចិត្តថានាងពិតជាមនុស្សស្រីដែលមានអំណាចនិងចូលចិត្តគ្រប់គ្រងមែនហើយពេលនោះតួប្រុសរបស់យើងបានមើលទៅកដៃរបស់គាត់ហើយគាត់បាននិយាយឡើងមកអូនេះគឺជាចិញ្ចៀនកិច្ចសន្យានឹងមែនទេជារបស់ដែលត្រូវគេកោះហៅមកពីពិភពលោកនេះស្រាប់តែតួប្រុសយើងមើលចុះមើលឡើងស្រាប់តែមានប្រព័ន្ធមួយបានលោតចេញមកទឹងហើយប្រព័ន្ធនោះបានអួតខ្លួនឯងថាវាគឺជាប្រព័ន្ធកំពូលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកនេះហើយតួប្រុសរបស់យើងបាននិយាយមកទៀតនេះខ្ញុំមិនត្រឹមតែបានឆ្លងភពមកទេថែមទាំងទទួលបានប្រព័ន្ធជាជំនួយបន្ថែមទៀតតួប្រុសរបស់យើងនិយាយឡើងមកមានតែមនុស្សល្ងងតែដែលចុចបដិសេធស្រាប់តែពេលនោះតួប្រុសយើងបានរំលឹកពីអតីតកាលរបស់កាលពីមុនខ្ញុំជាក្មេងកំព្រាដែលត្រូវបានក្រុមឃាតករយកទៅជាចិញ្ចឹមតាំងពីតូចដើម្បីរស់ខ្ញុំមានតែត្រូវខិតខំប្រឹងប្រែងដើម្បីឲ្យខ្លួនឯងកាន់តែខ្លាំងឡើងហើយខ្ញុំត្រូវបង្ខំចិត្តស្លាប់មនុស្សឥតន័យជាបន្តបន្ទាប់គ្រាន់តែដើម្បីបំពេញបេសកកម្មរបស់ខ្ញុំដោយវិធីឆ្ពោះទៅធ្វើជាអ្នកខ្លាំងពូកែបំផុតអញ្ចឹងមានអ្វីផ្សេងទៀតដែលល្អជាងនេះគឺបានធ្វើជាព្រះអង្គម្ចាស់ដ៏សុខស្រួលគ្មានទុក្ខកង្វល់អ្វីសោះឡើយដែលធ្វើឲ្យទូប្រុសរបស់យើងពិតជាសប្បាយចិត្តមែនទែន